កាសែត Financial Times បានឲ្យដឹងថាប្រទេសរុស្ស៊ីលួចបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅអ៊ីរ៉ង់ដោយស្ងាត់ស្ងាត់សារព័ត៌មាន The Financial Times ហៅកាត់ថា FT បានរាយការណ៍កាលពីថ្ងៃទី25ខែមីនាថាប្រទេសរុស្ស៊ីបានលួចបញ្ជូនយន្តហោះគ្មានមនុស្សបើកហៅថា drone ទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីជួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនេះបើយោងតាមរបាយការណ៍ចារកម្មលោកខាងលិចរបាយការណ៍នេះបានកើតឡើងនៅពេលដែលទីក្រុងមូស្គូត្រូវបានចោទប្រកាន់ពីបទផ្ដាល់នូវការគ្រប់គ្រងផ្នែកចារកម្មដល់ទីក្រុងតេអ៊ីរ៉ង់ដោយប្រធានាធិបតី Volodymyr Zelensky បានអះអាងនៅថ្ងៃទី24មីនាថាទីក្រុងគៀវមានភស្តុតាងដែលមិនអាចប្រកែកបានដែលបង្ហាញថារុស្ស៊ីកំពុងជួយអ៊ីរ៉ង់កំណត់គោលដៅទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់និងរុស្ស៊ីបានចាប់ផ្ដើមពិភាក្សាជាសម្ងាត់អំពីការចែកចាយយន្តហោះគ្មានមនុស្សបើកថ្នាំពេទ្យនិងអាហារភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្ដើមការវាយប្រហារដោយសម្របសម្រួលប្រឆាំងនឹងអ៊ីរ៉ង់នៅចុងខែកុម្ភៈដោយមន្ត្រីពីររូបបាននិយាយសង្ខេបអំពីរបាយការណ៍ចារកម្មប្រាប់ STក្រុមមន្ត្រីបាននិយាយថាប្រទេសរុស្ស៊ីបានចាប់ផ្ដើមបញ្ជូនការដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើកចាប់ពីដើមខែមីនាហើយជិតដល់ទីបញ្ចប់នៃការដឹកជញ្ជូនតាមដំណាក់កាលរបស់ខ្លួនការដឹកជញ្ជូនត្រូវបានរំពឹងថានឹងបញ្ចប់នៅចុងខែនេះនៅពេលដែលសួរអំពីការដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើកអ្នកនាំពាក្យវិមានក្រំឡាំងលោក Dmitry Peskov បានកិច្ចវេះគាត់បានប្រាប់ FT ថាមានការក្លែងបន្លំជាច្រើនកំពុងកើតឡើងនៅពេលនេះរឿងមួយគឺជាការពិតយើងកំពុងបន្តការសន្ទនារបស់យើងជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់ការដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើកនឹងតំណាងឲ្យជំនួយយោធាសាហាវជាលើកដំបូងដែលរុស្ស៊ីបានផ្ដល់ឲ្យអ៊ីរ៉ង់ក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលឥឡូវនេះនៅក្នុងសប្តាហ៍ទី4របស់ខ្លួនទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់ថាបានផ្ដល់ការគ្រប់គ្រងផ្នែកចារកម្មដល់ប្រទេសអ៊ីរ៉ង់បើទោះបីជាមានរបាយការណ៍ជាច្រើនដែលថាវិមានក្រំឡាំងបានគ្រប់គ្រងឲ្យទីក្រុងតេអ៊ីរ៉ង់នៅព័ត៌មានអំពីទីតាំងនិងកន្លែងយោធារបស់សហរដ្ឋអាមេរិករួមទាំងនាវានិងយន្តហោះនៅមជ្ឈិមបូព៌ាក៏ដោយនាយក CIA លោក John Ratcliffe បានបញ្ជាក់កាលពីពេលកន្លងមកថាអ៊ីរ៉ង់បានស្វែងរកការស៊ើបការសម្ងាត់ពីសម្ព័ន្ធមិត្តរបស់ខ្លួនរួមទាំងរុស្ស៊ីផងដែរប៉ុន្តែនឹងមិននិយាយជាសាធារណៈថាតើសហរដ្ឋអាមេរិកមានភស្តុតាងដែលថារុស្ស៊ីបានផ្ដល់ការស៊ើបការសម្ងាត់បែបនេះឬយ៉ាងណានោះទេប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏បានច្រានចោលការអះអាងនេះផងដែរដោយនិយាយថាការចែករំលែកព័ត៌មានសម្ងាត់នឹងមិនមានភាពខុសប្លែកគ្នានៅក្នុងសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារតបតនឹងសហរដ្ឋអាមេរិកនោះទេរុស្ស៊ីនិងអ៊ីរ៉ង់បានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះជាពិសេសក្នុងអំឡុងសង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែនដោយទីក្រុងតេអ៊ីរ៉ង់បានគ្រប់គ្រងនៅយន្តហោះគ្មានមនុស្សបើកនិងឧបករណ៍យោធាផ្សេងទៀតដែលប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ីតែងបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកប្រភេទសាហ៊ីតរាប់រយគ្រឿងក្នុងការវាយប្រហារពេលយប់ប្រឆាំងនឹងទីក្រុងនានារបស់អ៊ុយក្រែននៅក្នុងការវាយប្រហារនាពេលថ្ងៃដ៏កម្រមួយនៅថ្ងៃទី24ខែមីនាយន្តហោះគ្មានមនុស្សបើកកាមីកាស៊ីជាង500គ្រឿងបានកំណត់គោលដៅក្នុងតំបន់ទូទាំងប្រទេសអ៊ុយក្រែនបានក្លាយជាអ្នកជំនាញក្នុងការទប់ទល់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែលក្រុងគៀវបានផ្ដល់កម្ចីជំនាញដល់ប្រទេសនៅមជ្ឈិមបូព៌ាដែលឥឡូវនេះកំពុងប្រឈមនឹងការវាយប្រហាររបស់សាហ៊ីតជាទៀងទាត់ Zelensky បានសរសេរនៅលើ X នៅថ្ងៃទី25មីនាថាយើងកំពុងតែចូលរួមជាមួយនឹងបណ្ដាប្រទេសនៅមជ្ឈិមបូព៌ានិងឈូងសមុទ្រដែលឥឡូវនេះបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបទពិសោធន៍របស់អ៊ុយក្រែនក្នុងការការពារប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកយើងឃើញរួចហើយថាមិនត្រឹមតែសាហ៊ីតដែលកំពុងតែត្រូវបានប្រើប្រាស់នៅក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែវានឹងក្លាយជាភស្តុតាងកាន់តែច្រើនឡើងនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រភេទ FPV ផងដែរនេះជាសង្គ្រាមទំនើបហើយគ្រប់គ្នានៅតែត្រៀមខ្លួនសម្រាប់វាអ៊ុយក្រែនមានជំនាញនេះហើយជាថ្នូវនឹងការគ្រប់គ្រងរបស់យើងត្រូវការជំនួយនៅក្នុងតំបន់ដែលយើងប្រឈមមុខនឹងបញ្ហាធំជាងនេះពីខ្ញុំបាទសូមប្រសិទ្ធ CFN TV